បាទសួស្តីទាំងអស់គ្នាថ្ងៃនេះយើងតមេរៀនរបស់យើងទៀតទាក់ទងទៅនឹងការបង្កើត level កម្ពស់អគាររបស់យើងអញ្ចឹងយើងចាប់ផ្ដើមចូលប្លង់តែម្ដងទៅអូខេអញ្ចឹងយើងមើលនៅក្នុងប្លង់ elevation យើងមើលនៅក្នុងទិសមួយណាក៏បានដែរអញ្ចឹងយើងមាន dimension មាន level របស់វាទាំងអស់អញ្ចឹងយើងមើលខាងនេះមករឿងច្បាស់ជាងណាអញ្ចឹងតសទឿរបស់យើងចុះទៅក្រោមនេះ ground floor យើងមើល ground floor តសទឿចុះទៅក្រោម1ម៉ែត្រកន្លះឡើងលើ3ម៉ែត្រ3ម៉ែត្រ3ម៉ែត្រ8 3ម៉ែត្រ8 3ម៉ែត្រ8អញ្ចឹង3ម៉ែត្រ2ដង3ម៉ែត្រ8 3ដងអញ្ចឹង4ដង5ដងអញ្ចឹងណាអញ្ចឹងរហូតទៅដល់ទៅរ៉ាស់6ដងអញ្ចឹងយើងរាប់1 2នេះ1 2 3 4 5 6អញ្ចឹងខ្ញុំមើលម្ដងហើយខ្ញុំគូសទៅទាំងអស់អញ្ចឹងគ្នាយើងអាចតាមតាន់នេះកន្លែងនេះអញ្ចឹងខ្ញុំបញ្ជាក់សារដើមវិញ ground floor តសទឿយើងចុះមកក្រោមនេះគឺ1ម៉ែត្រកន្លះឡើងលើ3ម៉ែត្រ3ម៉ែត្រ2ដងឃើញទេបន្ទាប់មក3ម៉ែត្រ8ម្ដង2ដង3ដង4ដង5ដង6ដងអូខេចាឥឡូវនេះយកអត់តរាប់ទេកុំឲ្យបបាក់ចាំអញ្ចឹងយើងយកតែ1ម៉ែត្រកន្លះ3ម៉ែត្រនិង3ម៉ែត្រ8ជាងយើងចាប់ដើមចូល level អញ្ចឹងនៅក្នុងការគូប្លង់ level បន្ទាប់ពីយើងចាប់ dimension ចាប់អីហើយនៅពេលដែលយើងចាប់ដើមចូលប្លង់ level យើងចូលមកទិសមួយណាក៏បានអញ្ចឹងណាឧទាហរណ៍ខ្ញុំមើលមិញទិសអីគេនេះទិសអឺអញ្ចឹងយើងឬក៏ទិស south ក៏បានអញ្ចឹងយើងដោយសារយើងនៅក្នុងនេះអឺអញ្ចឹងយើងមកខាងនេះយើងចូលដូចគ្នាអញ្ចឹងយើងមើល grid line របស់យើងកន្លែងនេះជាចំណុចមួយដែលយើងរៀនគូសគឺយើងត្រូវចាប់អារម្មណ៍កន្លែងណាដែលនៅពេលគូសទៅវាខុសដោយ grid line របស់យើងឃើញទេ grid line របស់យើងបដោយរបស់វាណាបដោយពី A0 រហូតដល់ F នៅពេលដែលយើងចាប់ផ្ដើមចូលមកប្លង់ elevation ឃើញ ground floor របស់យើងនេះវាអត់ដល់នេះអញ្ចឹងមានន័យថាយើងត្រូវធ្វើម៉េចទាញវាដល់កាលណាបើយើងអត់ទាញអត់ដល់ទេវាបាត់ grid line ណាបាត់ grid line នៅពេលដែលយើង renew ទៅទិសផ្សេងវានឹងបាត់ grid line ហើយអញ្ចឹងតើយើងគូសទៅលើមុនឬក៏គូសទៅក្រោមមុនតោះឥឡូវយើងចាប់ផ្ដើមទៅជាងខ្ញុំនឹងគូសនៅក្នុងប្លង់ elevation ទៅលើមុនអញ្ចឹងណាអញ្ចឹងយើងចូលមក level មកចូលទៅនេះ LL command LL គឺយើងចុចពាក្យ level នេះក៏បានឬក៏យើងវាយ command LL ក៏បាននេះអញ្ចឹងខ្ញុំគូស3ម៉ែត្រអូខេទៅលើ3ម៉ែត្រទៀតចានេះយើងទាញឲ្យវែងទៅទៀតខ្ពស់ទៅទីវែងអញ្ចឹងណាហើយ3ម៉ែត្រ8ប្រហែលដង3ម៉ែត្រ8មិញ6ដងហើយអញ្ចឹងយើងផ្ដាច់ comment ហើយយើងចុច comment មកវិញមក LL ណា comment LL level អញ្ចឹង3ម៉ែត្រ8 3ម៉ែត្រ8ចឹងបើយើងខ្ជិលវៃយើង copy តែម្ដងក៏បានដែរអញ្ចឹងណាឥឡូវយើងប្រើមួយណាក៏បានដែរឥឡូវខ្ញុំធ្វើមួយទៅកុំឲ្យកន្លែងគ្នាយើងតាមមិនទាន់អញ្ចឹងយើងគូសមួយឲ្យតែម្ដងគូសមួយអញ្ចឹងមក2ដងអូខេ3ដងណាអញ្ចឹងបាន3ដងហើយអញ្ចឹង3ដងហើយ copy ទៅតែម្ដងទៅកុំឲ្យពិបាកអញ្ចឹងយើង copy ពី level នេះទៅអញ្ចឹងអានេះខ្ញុំបរៀនឲ្យយើងចេះយើងប្រើវិធីសាស្ត្រមួយណាក៏បាន
ហើយយើងផ្ដាច់វិញមកទាននេះទៅលើមកគឺយើងរាប់មើល level របស់យើងគ្រប់នៅចាប់ dimension មួយមកដើម្បីដឹងច្បាស់ចាប់ dimension មកអត់មានន័យពិបាកទេ3ម៉ែត្រ3ម៉ែត្រ3ម៉ែត្រ8 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160
ណាចឹងតែពិតវានៅតទៀតអញ្ចឹងអានេះខ្ញុំគ្រាន់តែចាប់ dimension ដើម្បីរាប់មើលទៅវាគ្រប់នៅអូខេហើយខ្ញុំផ្ដាច់វិញជាយើងទៅមើលប្លង់មកយើងទៀត3ម៉ែត្រ8ហើយ2ម៉ែត្រកន្លះ3ម៉ែត្រអូខេជាង2ម៉ែត្រកន្លះ3ម៉ែត្រជាងគូសធម្មតាទៅ comment LL ធម្មតាទៅ2ម៉ែត្រកន្លះអូខេ2ម៉ែត្រកន្លះហើយមួយទៀត3ម៉ែត្រអូខេអញ្ចឹងវាផុត grid line យើងអញ្ចឹងយើងទាញវាទៅលើទៀតអូខេអញ្ចឹងយើងចាប់ផ្ដើមចាប់ dimension ដើម្បីផ្ទៀងផ្ទាត់យើងចុចមួយអញ្ចឹងមកណាយើងចុចមួយអញ្ចឹងមកឲ្យចំបន្ទាត់នេះចំអា level របស់យើងហ្នឹងហើយយើងចុចមកក្រៅណាចុចមកក្រៅនេះមកផាច់អូខេអញ្ចឹងវានឹងចេញមកហើយអញ្ចឹង3ម៉ែត្រ3ម៉ែត្រ3ម៉ែត្រ8 3ម៉ែត្រ8 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 3ម៉ែត្រ8អញ្ចឹង2ម៉ែត្រកន្លះនិង3ម៉ែត្រអញ្ចឹងកន្លែងនេះយើងត្រូវផ្ទៀងផ្ទាត់ឲ្យត្រូវកុំឲ្យខុសដូចខ្ញុំបានបញ្ជាក់អញ្ចឹងតែពេលចាប់ផ្ដើមតឡើងធ្នឹមតែ level ខុសយើងតឡើងធ្នឹមមិនអញ្ចឹងណាហើយសូម្បីគូស grid line ដូចគ្នាទៅខុសទៅសខុសអីគឺយើងអាចនិយាយថាចប់គ្រប់បែបយ៉ាងមានតែវិធីសាស្ត្រមួយគឺគូសសាថ្មីអញ្ចឹងទៅអានេះយើងតរំវាស្អាតអញ្ចឹងទៅអានេះគឺធ្វើ map វាស្រួលមើលឲ្យស្អាតជាងសរុបប្រហែល34 300ត្រូវអត់យើងទៅមើលប្លង់មើលអូ35 35 800ដោយសារយើងអត់ទាន់គូសមកខាងក្រៅមួយណាអញ្ចឹងយើងតម្លាក់ level មកខាងក្រៅមួយមកអញ្ចឹងយើង copy ធម្មតាមកហើយតម្លាក់មកប្រហែល1ម៉ែត្រកន្លះហើយ1ម៉ែត្រកន្លះទីមកបន្តិចទៀតមកស្រួលចាប់ dimension ហើយ dimension សរុបនេះយើងចាប់វាសាថ្មីមកកន្លែងនេះយើងតវាធម្មតាមកតវាមកផាច់នេះប៉ះទៅនឹងមកប៉ះចំចាប់សរុបមកវិញមក35 800 35 800ត្រូវយើងបន្ទាប់មកទៀតយើងចាប់ dimension ខាងក្រោមនេះទៀតមកអញ្ចឹងយើងរៀបចំប្លង់យើងឲ្យស្អាតពីដំបូងទៅអត់ឲ្យប្លង់យើងវាស្ទើរណាកុំឲ្យយើងគូសហើយយើងចាំមកកែវាក្រោយវាពិបាកអញ្ចឹងយើងរៀបចំពីដំបូងទៅឲ្យស្អាតជាលក្ខណៈ standard យើងគូសធ្វើឲ្យវាជាលក្ខណៈ standard ដើម្បីប្រើប្រាស់ជាផ្លូវការបានណាអញ្ចឹងយើងនៅពេលដែលគ្នាយើងគូសហើយទាំងអស់គ្នានៅពេលដែលគូសហើយកុំភ្លេចបើកអានេះមួយនេះបើក show group region ដើម្បី check មើលប្លង់យើងវាមានដាច់អត់អញ្ចឹងឃើញកន្លែងនេះវាឆិតដាច់ហើយឆិតដាច់អញ្ចឹងយើងចុចវាមកហើយចេញអានេះទាញមកក្រៅវាបន្តិចទាញកុំឲ្យទាញប៉ុណ្្នឹងទៅបានធ្វើយ៉ាងម៉េចក៏ដោយឲ្យប្លង់ដែលយើងគូសនេះdrawing ដែលយើងគូសនេះគឺនៅក្នុង show group region កុំឲ្យវានៅក្រៅឬក៏ show group region នេះវាកាត់កាលណាកាត់វានឹងដាច់ប្លង់យើងហើយអញ្ចឹងយើងចាប់ផ្ដើម rename វាអូខេនៅក្នុងប្លង់យើងដាក់ឈ្មោះមិនខ្លះ
mezzanine ground floor ហើយ mezzanine first floor រហូតដល់ sixth floor យើងហើយ sixth floor ដល់ sixth floor ហើយ terrace roof and top អូខេអញ្ចឹងយើងមើលសារថ្មី ground floor ហើយ mezzanine ជាន់ទី1ទី2ទី3ដល់ជាន់ទី6ហើយ terrace roof ហើយនិង top យើងមើលអញ្ចឹងឲ្យច្បាស់អញ្ចឹងចាំយើងគូសកុំឲ្យវាខុសហើយលឿនចុចលឿននឹងផ្ទាល់មកនេះនេះយើងចុចឲ្យចំប្រអប់ហ្នឹងណាមកផាច់អញ្ចឹងមកអញ្ចឹង first floor st ហើយទាំងដាក់ឲ្យស្អាតយើងទៅសេដាក់លេខ1ហើយF ចេះតែម្ដងក៏បានដែរកុំឲ្យមិនបាច់ដូចអាប្លង់ស៊ីនយើងក៏បានដែរហើយ enter ទៅអញ្ចឹងយើងប្រើយ៉ាងម៉េចឲ្យងាយស្រួលមើលហើយយើងធ្វើម៉េចឲ្យងាយស្រួលមើលយើងចង់ដាក់បែបអក្សរពេញក៏បានដែរអត់អីទេអូខុសបាត់ហើយទៅរ៉ាស់កន្លែងនេះ mezzanine ខ្ញុំដាក់តែប៉ុណ្ណេះទៅបានហើយអញ្ចឹងកន្លែងនេះជាន់ទី1រវល់តែបញ្យលអត់បានមើលកុំឲ្យខុសដល់លើបាត់អញ្ចឹងកែ rename ទៀតយើង rename វារហូតអញ្ចឹងទៅកន្លែងនេះជាន់គ្នា2 grid ហើយស្អីយើង copy ពេលយើងវាជាន់គ្នាយើងលុបចោលមួយទៅវាអត់អីទេហើយជាន់ទី4ត្រូវទេជាន់ទី4 yes ជាន់ទី4ជាន់ទី5ជាន់ទី6អូខេហើយខាងលើនេះគេទៅរ៉ាស់អានេះ roof ខាងលើនេះ top អូខេអញ្ចឹងត្រូវអស់ហើយណានេះយើងអញ្ចឹងបនិតគូសហើយត្រូវតែបនិតណាគូសហើយបនិតឡើងវិញអូខេហើយ complete save file ណា complete save file ទុកផង save file យើងចូល file មកហើយយើង save as ហើយ save ជា project ហើយយើងទុកដាក់ឈ្មោះកន្លែងណាទុកកន្លែងណីអីទៅហើយ option យក1ហើយអូខេហើយចុច save តែម្ដងអញ្ចឹងពេលថ្ងៃក្រោយយើងចូលទៅយើងបើក project នឹងយកតែម្ដងទៅណាអូខេបន្ទាប់ពីយើងគូសហើយនៅខាងក្រោមមួយ sub floor បន្ទាប់ពីយើងគូសហើយយើងត្រូវការពិនិត្យមើលនៅគ្រប់ទិសផ្សេងទាំងអស់គេឃើញទេនៅពេលដែលយើងមកមើលទិសផ្សេងឃើញវា grid line យើងវាដើរត្រូវទេអញ្ចឹងយើងត្រូវការ view វានៅក្នុងគ្រប់ទិសទាំងអស់អូខេយើងទីមកឲ្យផុតមកហើយកាលនេះកុំឲ្យវាវែងពេកទីមកល្មមហើយមួយទៀតណាយើងអាច show group region នេះហើយដើម្បីវានៅក្នុងអ្វីដែលយើងចង់បាននៅក្នុង show group region កុំឲ្យផ្ដាច់ប្លង់អញ្ចឹងយើងទាញត្រឹមវាធម្មតាមកកន្លែងហ្នឹងយើងត្រូវការចំណាយពេលអង្គុយត្រឹមហើយចាប់ dimension ទៅហើយឬក៏យើងចាំ copy មកតែម្ដងក៏បានដែរ copy មកពីដំបូងមកយើងហើយកន្លែងនេះឃើញវាវែងពេកហួសមកនេះពេកអត់ទេយើងទាញមកមកដាក់មើលធ្វើម៉េចមកស្អាតដាក់មើលមកល្មមមកស្អាតខាងលើនេះគេស្រីមកស្អាតប៉ុណ្្នឹងមកអូខេហើយបើគ្នាយើងមានពេលចាប់ dimension តែម្ដងក៏បានអញ្ចឹងព្រោះនេះវាទិសវានេះគ្នាអញ្ចឹងយើងចាប់ dimension ចោលអញ្ចឹងទៅ
យើងចង់ copy ពីអាទិសមួយទៀតមកក៏បានដែរ dimension ណាតែនេះខ្ញុំធ្វើមួយឲ្យគ្នាយើងរៀនដើម្បីឲ្យស្ទាត់ដៃពេលយើងធ្វើអញ្ចឹងវាស្ទាត់ដៃធ្វើការធ្វើរបស់យើងលឿនអូខេហើយត្រឹមវាមកត្រឹមឲ្យស្អាតមកអូខេហើយបិទវាវិញណាអាហ្នឹងយើងគ្រាន់តែដាក់ផ្ទៀងផ្ទាត់ដើម្បីមើលទៅលើ grid line របស់យើងហើយទិសមួយទៀតដូចគ្នាអញ្ចឹងយើងធ្វើអញ្ចឹងទាំងអស់ so group region ឃើញដាច់អាហ្នឹងដាច់ប្លង់យើងហើយដល់ពេលដាច់វាបាត់ណាពេលយើងគូសចាប់ផ្ដើមយើងគូសមែនទេវាប្លង់យើងចេញមកបាត់អ្វីដែលយើងគូសអញ្ចឹងយើងទាញវាមកមុខទាញវាចូលនៅក្នុង show group region ហ្នឹងហើយចាំយើងទាញ show group region មកវិញចឹងចំណុចហ្នឹងវាសំខាន់ so group region នេះពេលខ្លះមានគ្នាយើងជាច្រើនដែលគូសទៅដាច់ប្លង់គូសទៅវាអត់ចេញណាគេហៅតែយើងគូសហើយវាអត់ចេញកន្លែងហ្នឹងមកវាបាត់កន្លែងណាមួយអញ្ចឹងដោយសារអីវានេះអា group region នេះវាលុបឧទាហរណ៍យើងគូស ground floor ស្រាប់តែយើងពិនិត្យមើលអត់ឃើញអញ្ចឹងដោយសារអី so group region វាកាត់អាកន្លែង ground floor នឹងបាត់អញ្ចឹងទៅអញ្ចឹងបានវាអត់ show មកអូខេអញ្ចឹងយើងអាចនឹងចាប់ dimension ទៅហើយអញ្ចឹងណាយើងកុំឲ្យបាច់ copy ញ៉ៃសាំញ៉ាំអញ្ចឹងយើងធ្វើឲ្យលឿនអញ្ចឹងទៅហើយអញ្ចឹងនៅសល់ចុងក្រោយអញ្ចឹងគ្នាយើងត្រូវធ្វើអានឹងទាំងអស់អូខេអញ្ចឹងនៅក្នុង group region យើងហើយអត់អីទេយើងចាប់តែ dimension មក di comment di កុំឲ្យថា row dimension អត់ឃើញមេរៀនមុនដូចជាខ្ញុំប្រាប់ហើយ comment dimension di នេះខ្ញុំគិតថាអត់លឿនទេគ្នាយើងខ្ញុំព្យាយាមមួយហើយសង្ឃឹមថាគ្នាយើងអាចតាមតាន់អញ្ចឹងណាបើសិនជាកន្លែងណាលឿនអីអាចប្រាប់ខ្ញុំបានអញ្ចឹងទៅឬក៏អត់យល់អីអាចសួរខ្ញុំនៅក្នុងក្រុមផ្ទាល់អញ្ចឹងណាអញ្ចឹងអូខេយើងចប់នៅក្នុងការរៀបចំ level ហើយអញ្ចឹងសង្ឃឹមថាគ្នាយើងអាចធ្វើបានទាំងអស់គ្នាណាហើយធ្វើម៉េច level set level អីរួចហើយពិនិត្យសារឡើងវិញជាមួយប្លង់របស់យើង final ជាមួយប្លង់របស់យើងសិនណាឆែកជាមួយប្លង់របស់យើងថាវាអូខេវាត្រូវហើយអត់នៅចាំយើងបន្តទៅមុខទៀតណាបាទអញ្ចឹងសូមអរគុណមេរៀននេះមានតែប៉ុណ្្នឹងទេបាទ